តើយើងគួររៀបការពេលណាអញ្ចឹងនៅស្រីអាចរៀនចប់អាចរៀបការបានបរោះអាចមានមុខរបរហើយរៀបការបានហើយបរោះយើងបើសិនជាមានមុខរបរហើយមានលុយទៀតមិនសូវខ្វះប្រពន្ធទេបើស្រឡាញ់គ្នាកុំព្យាយាមយកបំណាំគ្នាពេកបាទពេលណាចាំមើលបំណាំលេងអីមិនឃើញបាទហើយបើសិនជាមិនដោះស្រាយកន្លែងហ្នឹងទេការរៀបការអាពាហ៍ពិពាហ៍អត់មានន័យទេរៀបហើយលេងហើយរៀបហើយចឹងផុតម្ដងអាទី2អត់សូវការទេបាទទី3ក៏មិនសូវការដែរអាទី4កាន់តែអត់សូវការទៀតដែរបាទអ្នកខ្លះខំខ្លាំងហើយបានការលើកទី2បាទតែគ្មានអីល្អទេខ្ញុំជូនយោបល់ថាគ្មានអីល្អទេបាទសូមគោរពជំរាបសួរហើយក៏សូមស្វាគមន៍មកកាន់កម្មវិធី Lee How Podcast ដែលប្រធានបទរបស់យើងនឹងពាក់ព័ន្ធនឹងគ្រួសារនិងសុភមង្គលហើយថ្ងៃនេះយើងមានវាគ្មិនកិត្តិយសដល់ល្បីល្បាញមួយកំពុងតែផ្ទុះនៅលើបណ្ដាញសង្គម Facebook របស់យើងហើយជាទូទៅឃើញមុខគាត់នរណាក៏ស្គាល់ដែរអញ្ចឹងខ្ញុំសូមគោរពមកដល់វាគ្មិនកិត្តិយសយើងថ្ងៃនេះតែម្ដងសូមអនុញ្ញាតជំរាបសួរបាទសូមគោរពអ្នកអង្គការបណ្ឌិតយូសុមេតបាទជាផ្លូវការគឺជាអ្នកអង្គការបណ្ឌិតហើយជាការរាប់អានគាត់ដូចជារៀមច្បងហើយក៏ដូចជាមិត្តភ័ក្តិដែលខ្ញុំមានមិត្តភ័ក្តិបានន័យថារៀមច្បងមួយដែលពោពេញទៅដោយបទពិសោធន៍ទាំងជីវិតទាំងអាជីវកម្មហើយថ្ងៃនេះពិតជាមានកិត្តិយសខ្លាំងសម្រាប់អ្នកអង្គការបណ្ឌិតហើយអាចហៅថាបងតែម្ដងដែលបងបានចំណាយពេលដ៏មានតម្លៃក្នុងការចូលរួមធ្វើ podcast ជាមួយ Lee How របស់យើងហើយក្នុងកម្មវិធីគ្រួសារនិងសុភមង្គលអញ្ចឹងអាចសូមបងជួយណែនាំខ្លួនទៅដល់ fan របស់បងតែម្ដងបាទសូមអញ្ជើញសូមអនុញ្ញាតជំរាបសួរដល់ប្រិមិត្តទាំងអស់ដែលធ្លាប់ទស្សនាបានស្គាល់ខ្ញុំខ្លះមកហើយកុំឲ្យជំរាបសួរតែប្រិមិត្តជំរាបសួរម្ចាស់កម្មវិធីផងបាទLee How Podcast ហើយថ្ងៃនេះខ្ញុំមានកិត្តិយសដែលបានចូលរួមនៅក្នុង podcast Lee How នេះមាន topic ដែលចាក់ដោតខ្លាំងគឺគ្រួសារហើយ fan យើងក៏ធ្លាប់ឮសំឡេងខ្ញុំហើយថ្ងៃនេះប្រហែលជាបន្ថែម power បន្តិចចង់ចាក់ដោតទៅដល់គ្រួសារនីមួយយើងមានទិសដៅរបស់យើងដែលយើងធ្វើ podcast នេះឡើងហើយខ្ញុំអាសាចេញ podcast ហ្នឹងដោយសារតែខ្ញុំមាន vision របស់ខ្ញុំថាខ្ញុំចង់ជួយទៅលើប្រទេសកម្ពុជាយ៉ាងម៉េចខ្ញុំបាទសូមណែនាំខ្លួនខ្ញុំអ្នកអង្គការបណ្ឌិតយូសមេតជាអគ្គនាយកក្រុមហ៊ុន Econ Group បច្ចុប្បន្នហ្នឹងគឺខ្ញុំមានទំនាក់ទំនងទៅក្រៅប្រទេសជា Asia Pacific Community ចឹងជាសហព័ន្ធមួយដែលបង្កើតឡើងនៅឆ្នាំ2000មករហូតមកដល់បច្ចុប្បន្នគឺបាន25ឆ្នាំហើយដែលយើងធ្វើទិសដៅនេះដើម្បីចង់ជួយប្រទេសកម្ពុជាបាទអរគុណច្រើនដែលបានផ្ដល់កិត្តិយសអញ្ជើញខ្ញុំមកហើយពេញចិត្តនឹងមកទោះបីជារវល់យ៉ាងម៉េចក៏ខ្ញុំត្រូវតែឆ្លៀតអរគុណពិតជាមានកិត្តិយសមែនទែនសម្រាប់Lee How Podcast របស់យើងសម្រាប់ថ្ងៃនេះហើយគោលបំណងរបស់យើងតាក់ទងនឹងកម្មវិធីគ្រួសារនិងសុភមង្គលនេះដូចបងមុនមានប្រសាសន៍វាគឺជារឿងមួយសំខាន់ធ្វើអីក៏ដោយវាអាចផ្ដើមចេញពីគ្រួសារយើងបាទអញ្ចឹងខ្ញុំគិតថាសម័យយើងឥឡូវបច្ចុប្បន្នជាពិសេសសម័យថាក្មួយក៏បានឬក៏បងប្អូនក៏បានសម័យ Gen Z យើងក៏តាក់ទងនឹងរឿងស្នេហារឿងអីហ្នឹងព្រោះយើងនៅលើសកលលោកវាអត់មានសាលាដែលបង្រៀនអំពីស្នេហាទេអញ្ចឹងមានតែឆ្លងកាត់បទពិសោធន៍របស់រៀមច្បងរបស់អ្នកមុនដែលជាលោកគ្រូអ្នកគ្រូក្នុងការចែកម្លែកដែលយើងអាចរៀនបានជាពិសេសនៅលើបណ្ដាញសង្គមតែម្ដងហើយក្នុងប្រធានបទយើងទី1យើងមានប្រធានបទ4អញ្ចឹងខ្ញុំសូមចូលទៅប្រធានបទទី1យើងតែម្ដងកុំឲ្យខាតពេលអញ្ចឹងសូមសួរថាតើយើងគួរមានគ្រួសារនៅពេលណាសូមបងជួយចែករំលែកមើលហើយទាំងបងមានគ្រួសារនៅពេលណាដែរចង់ដឹងប្រវត្តិបងបន្តិចបាទការយកគ្រួសារសូមអញ្ជើញបងអរគុណសំណួរនេះខ្ញុំឆ្លើយយ៉ាងងាយស្រួលគឺវាបើសម័យខ្ញុំផ្សេង
ហើយសម័យកដាលនោះផ្សេងហើយសម័យបច្ចុប្បន្នហ្នឹងគឺផ្សេងយើងអត់អាច focus ទៅលើថាអាយុប្រមាណយកគ្រួសារទេបើសម័យខ្ញុំហ្នឹងគឺឲ្យតែបានរៀនចប់ឪពុកម្ដាយចង់ឲ្យមានគ្រួសារអញ្ចឹងការរៀបការហ្នឹងគឺមានពីរលោកគ្រូចែកបរិសុទ្ធផ្សេងស្ត្រីផ្សេងអញ្ចឹងឲ្យកាត់យល់ថាស្ត្រីគួររៀបការពេលណាហើយបុរសគួររៀបការពេលណាបើសម័យខ្ញុំស្រីមិនឲ្យលើស20ទេអត់ឲ្យលើស20ឆ្នាំទេកាត់ខ្លាចកូនកាត់ចាស់ដល់បុរសកាលសម័យខ្ញុំគឺ25ឡើងទៅដល់30គឺឲ្យមានគ្រួសារហើយប៉ុន្តែបច្ចុប្បន្នយើងនេះបុរសហ្នឹងមានរហូតដល់30ដល់40ក៏អាចយកគ្រួសារហេតុអីដោយសារការរៀនសូត្ររបស់គាត់ច្រើនហើយណាមួយគាត់អត់ទាន់មានលទ្ធភាពនៅក្នុងការបង្កើតជាគ្រួសារប៉ុន្តែបើស្ត្រីបច្ចុប្បន្នគេគិតឲ្យយកក្រោយ25វាដូរដោយសារតែប្រទេសសង្គមយើងវាជឿនលឿនដល់ជឿនលឿនគាត់រៀនចប់មហាវិទ្យាល័យវាចូល23 24 22បាទគាត់ទៅយកជំនាញទៀតថែម3ឆ្នាំទៀតគាត់25ហើយឧទាហរណ៍គាត់ទៅយកបរិញ្ញាឬគាត់ទៅយក specialist អីមួយចោះគាត់ទៅថែម3ឆ្នាំឬ2ឆ្នាំទៀតអញ្ចឹងអាបរិបទហ្នឹងគេហៅថាមជ្ឈដ្ឋានអញ្ចឹងអាចគិតថាបុរសផ្សេងគឺស្ត្រីផ្សេងអញ្ចឹងខ្ញុំសូមបញ្យល់នៅក្នុងរឿងនេះហេតុអីដែលខ្ញុំមានបទពិសោធន៍សម័យខ្ញុំប្រឡងជាប់បានការងារធ្វើគឺម៉ែឪចង់ឲ្យយកបាទហើយយកតាមម៉ែឪទៀតតែបច្ចុប្បន្នសង្គម digital media អាចយកគ្នាតាក់ទងគ្នាតាមប្រព័ន្ធសង្គមអីចឹងទៅបាទសម័យខ្ញុំអត់ទេមានតែចុតម៉ាយតាមសេសម្បត្តិអីចឹងទៅចុតម៉ាយហ្នឹងសរសេរសម្បត្តិបាទប៉ុន្តែវាពិបាកជួបគ្នាណាបាទមជ្ឈដ្ឋាននៅកន្លែងណាឃើញគ្នាតែប៉ុណ្្នឹងឯងបាទអត់ឃើញគ្នាពេញពិភពលោកដូចបច្ចុប្បន្នទេឥឡូវហ្នឹងស្រឡាញ់គ្នាអាចឆ្លងទ្វីបក៏មានដែរតាក់ទងគ្នាអីចឹងណាអញ្ចឹងខ្ញុំឲ្យអ្វីដែលលោកគ្រូចង់សួរមិញថាតើយើងគួររៀបការពេលណាបាទឲ្យខ្ញុំឆ្លើយថាម៉េចបើពីមុនផ្សេងឥឡូវផ្សេងចឹងខ្ញុំនិយាយបច្ចុប្បន្នទៅបាទបច្ចុប្បន្នបើសិនជាយើងប្រៀបធៀបជាបុរសវិញបាទទី1ត្រូវតែមានលទ្ធភាពសិនលទ្ធភាពមានអីខ្លះបាទលទ្ធភាពទាំងការរៀនចប់ទាំងមាន business បាទទាំងមានលុយមានមុខរបរបាទគួរយកហើយបាទពី25ទៅ30ឬ35បាទបុរសតែក៏កុំឲ្យលើស40ដែរបាទពេលណាលើស40ហេតុអីលោកគ្រូអត់ឲ្យលើស40ដោយសារតែយើងអាយុ40បូកនឹងកូនយើងកើតមក20ឆ្នាំទៀតវាឡើង60បាទវាអាចដល់ឪពុកចាស់អីញ៉ាំឆ្អឹងមាន់អីញ៉ាំសាច់មាន់អីអញ្ចឹងមែនវាអញ្ចឹងនោះបើសិនជាយើងអត់បានគិតបាទហើយថ្ងៃនេះបើលោកគ្រូអត់បានលើក topic នេះមកទេបាទយុវជននិងឪពុកម្ដាយទាំងអស់អាចភ័ន្តច្រឡំបាទចង់ឲ្យកូនរៀបការពីក្មេងអាហ្នឹងបុរសបាទឥឡូវខ្ញុំបកទៅស្ត្រីវិញបាទក្មេងស្រីយើងបាទគួររៀបការពេលណាបាទគួររៀបការពេលរៀនចប់មនុស្សស្រីចាប់បង្កើតកូនពីអាយុ25ទៅ30 35នេះល្អបាទដោយសារបើខ្ញុំរៀនពេទ្យគឺអាងតគិបាទតគិបាទយើងហ្នឹងគឺនៅបង្កើតកូនបានល្អអញ្ចឹងគាត់រៀនចប់គាត់គួរធ្វើការឬគួរបើកអាជីវកម្មបាទវាទៅតាមគ្រួសារនីមួយៗឯងបាទប៉ុន្តែនៅប្រទេសកម្ពុជាច្រើនតែ focus ទៅលើធ្វើការតិចណាស់ដែល focus ទៅលើអាជីវកម្មបើកជំនួញខ្លួនឯងសហគ្រិនខ្លួនឯងតិចបាទហេតុអីដែលតិចដោយសារតែ mindset របស់គាត់គិតថារៀនឲ្យប្រកែទៅធ្វើការឲ្យបានប្រកែថ្លៃ
ប៉ុន្តែមាន topic ខ្ញុំមួយថាបើធ្វើការឲ្យគេមកជីវិតក៏អត់អាចធ្វើអ្នកមានបានដែរប៉ុន្តែបានតែបទពិសោធន៍ទេបាទប្រាក់ខែអាចរស់នៅបានប៉ុន្តែអ្វីចង់ដូរឡានក៏ពិបាកចង់ដូរ telephone ក៏ពិបាកចង់ដូរអីក៏ពិបាកដែរចង់ទិញផ្ទះថ្មីក៏ពិបាកដែរអានេះមិនមែននិយាយអញ្ចឹងសំដៅអត់ឲ្យគេធ្វើការទេធ្វើដើម្បីយកបទពិសោធន៍សិនចាំតបើកសហគ្រិនអញ្ចឹងមនុស្សស្រីអាចរៀនចប់អាចរៀបការបានបរោះអាចមានមុខរបរហើយរៀបការបានបាទសុំឆ្លើយប៉ុណ្ណឹងឲ្យប្រិមិត្តដែលកំពុងតាមដានស្ដាប់ហ្នឹងយល់ថាគួររៀបការពេលណាបាទប៉ុន្តែចាស់ក៏រៀបការហើយនៅសល់តែក្មេងឯងចឹងថាពេកនេះសំដៅទៅលើអ្នកដែលអត់ទាន់រៀបការអរគុណអ្វីដែលខ្ញុំចាប់ភាសាបងបានទី1ដោយសារតែសំណួរនេះវាពាក់ព័ន្ធតាមសម័យកាលដែរបាទទីពិតចាស់យើងពីមុនអាចថាក្មេងស្រីយើងខ្លះជួនកាលអាយុ16ក៏មានប្តីមានគ្រួសារប្រុសអាច18ជួនកាលមានគ្រួសារដែរប៉ុន្តែមកដល់ពីមួយសម័យកាលទៅមួយសម័យកាលដូចមានប្រសាសន៍អញ្ចឹងវាមានការប្រែប្រួលខ្ញុំដឹងទោះបីខ្ញុំអត់ទាន់សម័យកាលរបស់បងប៉ុន្តែយើងចេះតែល្បីតគ្នាខ្លាចកូនស្រីគេមិនឲ្យរៀនច្រើនទៀតផងព្រោះខ្លាចចេះសេសបត់ដូចបងមានប្រសាសន៍អញ្ចឹងមានចុតម៉ាយមានអាហ្នឹងធ្វើម៉េចវាតាមការយល់ដឹងនៃចំនួននេះមួយបាទហើយអ្វីដែលខ្ញុំចាប់បានមួយទៀតបងញែចេញជាស្រីនិងប្រុសស្ត្រីនិងបុរសមានន័យថាសម្រាប់ទស្សនៈរបស់បងស្ត្រីយើងអាចចប់យ៉ាងហ្នឹងបញ្ញាបត្រហើយអាចបន្តឲ្យខ្លះមានបបិសោតទៅយើងថាប្រហែលជាម្ដុំ25បាទអាចមានគ្រួសារប្រឡោះហ្នឹងបាទអាចមានគ្រួសារបានរីបុរសវិញអាចខុសពីស្ត្រីអត់និយាយពីរៀនចប់ទេនិយាយពីមានអាជីពបាទវាខុសគ្នាកន្លែងហ្នឹងបាទកន្លែងហ្នឹងខ្ញុំគ្រប់គ្រងដោយសារខ្ញុំមានធ្វើការស្រាវជ្រាវតិចដែរតែក្នុងកន្លែងហ្នឹងគេមានភាសាអត់ខុសទេអ្វីដែលខ្ញុំស្រាវជ្រាវហ្នឹងដូចអ្វីដែលបងបានលើកឡើងទី1បែងចែកភេទហ្នឹងដូចគ្នាអ្វីដែលខ្ញុំស្រាវជ្រាវបាទអីមិនក៏ដូចមិនគេដាក់ថាមនុស្សស្រីអាចចន្លោះពី23ទៅ30មានន័យថាយើងចប់បរិញ្ញាបត្រយើងឧទាហរណ៍18យើងបាក់ឌុប22យើងចប់បរិញ្ញាបត្រដែរហើយយើងមានបានន័យថាមួយឆ្នាំការងារឬក៏អ្នកខ្លះចេញធ្វើការតាំងពីអាយុ18ក៏មានដែរគាត់សំបបសោតក៏មាននៅក្នុងសង្គមទៅដល់អាយុ30បាទហើយមនុស្សប្រុសគេដាក់ថា30ទៅ35ជាពេលវេលាមួយសម្រាប់ការមានគ្រួសារពីព្រោះសង្គមយើងឥឡូវហ្នឹងវាអញ្ចេះវាខុសពីសង្គមពីមុនដោយសារយើងចេះតែខ្លាចយើងហួងហែងដូចថាមានកូនស្រីស្អាតមួយដូចមានប្រហុកមកពីអញ្ចឹងបាទហើយការពារណាឪពុកម្ដាយដោយសារយើងខ្លាចប៉ុន្តែងាកមកសម័យកាលយើងនេះបើយើងថាសម័យ Gen Z យើងក៏បានយើងតែមាន process 3តាមការស្រាវជ្រាវរបស់ខ្ញុំដែរទី1គេចង់ឲ្យយើងធ្វើការស្វែងយល់ចិត្តគ្នាសិនកុំតន់អាចទៅដល់រៀបការពីព្រោះជំនាន់មុនយើងអត់ទេតាមរយៈចៅមហាយើងឥឡូវគេលែងគេចំណាំថាមេនដើកក្មេងឥឡូវស៊ូក៏អត់យល់ពាក្យមេនដើកទៀតពូជពងបាទពីមុនគឺគិតពូជពងថាពូជល្អមិនល្អពូជនេះពូជនោះអីចឹងណាបើសម័យឥឡូវគិតសំដៅទៅលើមានការចេះដឹងបាទហើយបរិះយើងបើសិនជាមានមុខរបរហើយមានលុយទៀតបាទមិនសូវខ្វះប្រពន្ធទេអញ្ចឹងបានពីមុនគេធ្វើការចៅមហាសម័យនេះដូចបងមានភាសាមុននឹងទៀតថាវាមានបណ្ដាញសង្គមគេចេះតាក់ទងគ្នាគេហើយមិនចាំបាច់សបត់ទេខ្ញុំកំពុងតែឆ្ងល់បាទខ្ញុំពីនៅលោកគ្រូគ្រាន់តែមាន topic តែអ្វីដែលលោកគ្រូស្រាវជ្រាវមកដូចដែលខ្ញុំឆ្លើយបាទអាសាបបពិសោធន៍អានេះខ្ញុំគិតណាខ្ញុំគិតថាអានេះអ្វីដែលខ្ញុំឆ្លងកាត់មកហើយដោយសារតែខ្ញុំដើរនៅលើបណ្ដាញសង្គមនឹងផងខ្ញុំយល់ពីបរិបទនិងមជ្ឈដ្ឋានបាទអញ្ចឹងខ្ញុំបែងចែកដោយសារតែខ្ញុំឆ្លងកាត់សាលាឆ្លងកាត់បទពិសោធន៍ជួបប្រទេសអញ្ចឹងទៅស្មើនឹងអ្នកស្រាវជ្រាវដែរអាកន្លែងនេះខ្ញុំកំពុងរំភើបហេតុអីខ្ញុំមិនបានស្រាវជ្រាវតែខ្ញុំជួបបទពិសោធន៍មកប៉ះលើកន្លែងដែលស្រាវជ្រាវអានេះវាជារឿងអញ្ចឹងខ្ញុំឲ្យកន្លែងនេះមួយសម្រាប់ប្រិមិត្តពងតាមដានខ្ញុំនឹងចំណុចពិសេសរបស់បងបាទសុំនិយាយបានន័យថាសម័យកាលណាក៏បងបត់បែនតាមបានន័យថា
vậy từ men đại bọt bàn tạm sớm mai cả mình hạ kỳ hộp burger bằng hộp bàn kỳ hộp nùng chốc kỳ hộp bàn chéo nhưng tờ bàn đừng ngỏ ហេតុផលដោយសារតែខ្ញុំចាស់ខ្ញុំមិនព្រមចាស់ bà ខ្ញុំចង់រត់តាមក្មេងៗខ្ញុំអត់រត់ទៅមុខកាត់បានទេ bà ព្រោះកាត់កម្លាំងជាងខ្ញុំគ្រាន់តែខ្ញុំស្គាល់ផ្លូវតែប៉ុណ្្នឹងឯង bà អញ្ចឹងខ្ញុំរត់តាមក្រោយកាត់អញ្ចឹងកាត់ចង់ខ្ញុំចង់ដឹងអីខ្ញុំទៅសិក្សាពីកាត់អញ្ចឹងដូចថ្ងៃហ្នឹងលោកគ្រូអាយុតិចជាងខ្ញុំមែនប៉ុន្តែលោកគ្រូបកកែស្រាវជ្រាវដល់ខ្ញុំមានបទពិសោធន៍អញ្ចឹងខ្ញុំស្គាល់ផ្លូវហើយ bà អញ្ចឹងលោកគ្រូដឹងហើយអញ្ចឹងអាចដើរទៅជាមួយ ចឹងខ្ញុំយកអ្វីដែលស្រាវជ្រាវមកផ្ទៀងផ្ទាត់ មកផ្ទៀងផ្ទាត់មើលត្រូវ ស្ដែង តែតាមពិតចង់ brain ខ្ញុំហី បាទ ថាចាំមើលថ្ងៃហ្នឹងអ្នកញ៉ាំបណ្ឌិតហ្នឹងឆ្លើយត្រូវដូចអ្វីដែលស្រាវជ្រាវ ជាក់ស្ដែងបាទ បាទ អញ្ចឹងខ្ញុំនៅតែបញ្ជាក់ step មកវិញដោយសារយើងជំនាន់មុនភាគច្រើនដោយសារយើងមានការរឹតបន្តឹងរឿងទំនាក់ទំនងស្រីហើយនឹងប្រុសហើយយើងចេះតែបង្ការចេះតែខ្លាចអត់ដូចសម័យឥឡូវគឺបើកចំហ បាទ អញ្ចឹងសម័យមុនយើងរៀបការសឹងតែមនុស្សអត់ដែលស្គាល់គ្នា អត់ស្គាល់សោះ អត់ដែលស្គាល់គ្នាសោះ បាទ គាត់តែគេមានចៅមហាមានមេដើកណែនាំដូចបងមេផ្សារអញ្ចឹង បាទ គេមើលគេថាទុកដាក់កូនចៅមើលផៅសំដាង បាទ ផៅសំ អូ ដាង អា ណា ហ្នឹង គេ អា មើ ហ្នឹង លនេះ គឺ គេមើលតែផ្ទៀងផ្ទាត់អញ្ចឹងត្រូវគេអាចលើកកូនឲ្យតែម្ដង ខ្លះជាប់ពីអត់តាន់កើតក៏មានដែរ បាទអូ មិត្តភក្តិឯងមានកូនអញមានកូន បាទ ជួនជាប់ពីហើយ បាទ នៅតែចាំពាក្យនឹងរហូតទៅដល់កូនពេញវ័យនៅតែផ្គុំឲ្យទៀត មាន វារហូតដល់ថ្នាក់ហ្នឹង មាន បាទ បាទហើយជាពិសេសខ្ញុំមើលរឿងចិន គេជាប់ពាក្យតាំងនៅក្នុងពោះឬគេសន្យាគ្នារវាងមិត្តភក្តិឲ្យនឹងមិត្តភក្តិ បាទមិនបានតែខ្ញុំនិយាយអាយុត្រូវទៀត បាទ ពួកខ្ញុំម្ដងខ្ញុំបែងចែកថាមិនអាចឆ្លើយបានទាំងពីរទេ បាទ ត្រូវតែបែងចែក បាទ បរិបផ្សេងនិងស្ត្រីផ្សេងពួកអាយុវាអត់ដូចគ្នាទេមួយហើយសម័យមុនណា បាទ អត់តាន់មានមុខរបរកាដែរ បាទ ការឲ្យមិនដឹងស្អីទៅស្អីទេ បាទ ប៉ុន្តែវាមានគំនាបមួយដែលអត់អាចលេងគ្នាបាននោះ អឺ ដោយសារឪពុកម្ដាយមិត្តភក្តិគ្នា បាទ ឪពុកម្ដាយបងប្អូនគ្នា បាទ ផៅសន្តានគ្នា បាទ លេងលះគ្នាអត់បានទេ បាទ តែបើបច្ចុប្បន្នអត់បានទេលោកគ្រូ អឺ តិចណាស់លើសមិនលើស5ឆ្នាំទេ បាទ ឲ្យតែក៏អត់បានសិក្សាពីគ្នាស្គាល់គ្នាមុនរយៈពេល2 3ឆ្នាំឲ្យស្គាល់ចិត្តថ្លើម បាទ កាត់អាហារនិភ័យកាត់គឺលេងលះគ្នាដោយសារតែសម័យនេះគេហៅភ្នែកទឹក បាទ បាទភ្នែកទឹកហ្នឹងគឺមានន័យថាឆ្លោះគ្នារាល់ថ្ងៃក៏ដោយសារតែtelephoneនេះដោយសារ digital ហ្នឹង បាទ បើសម័យមុនអត់ឆ្លោះគ្នាបានដោយសារចាប់អាក្តាស់ចាប់អាចុតម៉ៃហ្នឹងវាអត់បាន បាទអញ្ចឹងវាអញ្ចឹងខ្ញុំឲ្យការចែកអំលែករបស់ខ្ញុំបើស្រឡាញ់គ្នាកុំព្យាយាមយកបំណាំគ្នាពេក បាទ ប៉ុន្តែចាំមើលបំណាំលេងអីមិនឃើញ បាទ ហើយបើសិនជាមិនដោះស្រាយកន្លែងហ្នឹងទេការរៀបការអាពាហ៍ពិពាហ៍អត់មានន័យទេ យល់ រៀបហើយលេងលេងហើយរៀប បាទ ហើយចឹងផុតម្ដងអាទី2អត់សូវការទេ បាទ ទី3ក៏មិនសូវការដែរអាទី4កាន់តែអត់សូវការទៀតដែរ បាទ អ្នកខ្លះខំខ្លាំងហើយបានការលើកទី2 បាទ តែគ្មានអីល្អទេខ្ញុំជូនយោបល់ថាគ្មានអីល្អទេ បាទ អញ្ចឹងបានខ្ញុំកន្លែងនេះឆ្លៀតឱកាសចូល បាទ ក្នុងសុភមង្គលនឹងដែរថា បាទ មុននឹងរៀបការគួរសិក្សាគួរតាមដានគ្នាគួរមើលចិត្តមើលថ្លើមគ្នា បាទ ប៉ុន្តែមានមួយចំនួនទូចដោយសារតែឪពុកម្ដាយបង្ខំឲ្យការដែរ បាទ ដូចខ្ញុំមាន topic ចេញមួយម្ដងហើយថាបង្ខំឲ្យកាត់ការរួចហើយយើងមិនមែនយកមកអោបទេ បាទ នៅពេលដែលយើងមានបញ្ហាយើងទៅបាត់ហើយវាឆ្លោះគ្នាវាខឹងយើងថាយើងបង្ខំឲ្យវាការ คลิปហ្នឹងខ្ញុំបានមើលដែរ អូខេ ហើយមានឃើញមានទទួលការគាំទ្រច្រើន បាទ បាទសម្រាប់កន្លែងហ្នឹង បាទ ដោយសារបងបានលើកឡើងវាសនារបស់កូនអនាគតរបស់កូនទុកឲ្យគេទទួលត្រូវខ្លួនគេទៅ ត្រឹមត្រូវ បាទ និយាយនេះមិនមែនកាន់ជើងក្មេងៗទេ បាទ យើងវាចោលហើយ បាទ វាឲ្យក្មេងធ្វើដូចយើងសម័យយើងនោះវាអត់កើតព្រោះសម័យយើងវាអត់អាចឃើញពិភពលោកបានទេ បាទ និយាយទៅភាគរយតិចណា
nè để đâu bề Campuchia chia để ban ho hơi tranh từ lệnh sọc rào Bà tại bắt cho bọn dân tao bề na các bạn này chứng công bằng khom khóc bê về liệt Bà cứ nhom chong gì chứng mình căn trương mìnhสมัยนี้ดิខ្ញុំចង់ឲ្យសង្គមនឹងដើរទាន់ Bà ដើរទាន់ហេតុអីគ្មានណាមិនស្រឡាញ់កូនទេសួរថាបើស្រឡាញ់កូនមិនក៏មិនធ្វើតាមកូន Bà អានេះអាចគ្រប់គ្រង Tại Cắt thôi cắm tam trốn. con với có ai khổ này អាចខុសដែរ Bà មិនទេមានន័យថាបើសិនជាមើលទៅវាសំសួនវាល្អហើយ Bà ឲ្យទៅតែបើមើលទៅអត់ល្អក៏យើងបញ្យល់កូនទៅដោយសារអីការរស់នៅជាមួយគ្នាដូចខ្ញុំអញ្ចឹងខូបអាពាហ៍ពិពាហ៍បាន41ឆ្នាំ Bà វាអត់មែនស្រួលទេលោកគ្រូអត់មែនស្រួលទេយើងធ្វើ business អីតែ10ឆ្នាំក៏ធុញហើយហើយយើងធ្វើអីទៀតតែ4 5ឆ្នាំធុញហើយសូម្បីតែញ៉ាំអីក៏ធុញដែរប៉ុន្តែយើងរស់នៅជាមួយគ្នាអាពាហ៍ពិពាហ៍រហូតដល់41ឆ្នាំណាវាជារឿងមួយដែលយើងពិបាកទាំងអស់គ្នាពិបាកធ្វើអញ្ចឹងហើយខ្ញុំចង់ផ្ដល់បទពិសោធន៍ជីវិតសុភមង្គលអាពាហ៍ពិពាហ៍នេះវាមិនអាចងាយស្រួលដូចបងប្អូនដូចបងប្អូនគិតទេស្រឡាញ់គ្នាស្រួលទេស្អីដែលពិបាកសូមឲ្យលោកគ្រូជួយឆ្លើយស្រឡាញ់គ្នាស្រួល Bà តែស្អីគេដែលពិបាក Cả thai là sao ការស្រឡាញ់ Bà Cả thai là sao nên cứ bị bà ការថែរក្សាការស្រឡាញ់នេះគឺចាំបាច់បំផុត Bà ដូចយើងទៅយកแชมเปี้ยนបានអញ្ចឹង Bà បើយកแชมเปี้ยนបានវាស្រួលទេ Bà ប៉ុន្តែការពារแชมเปี้ยนនោះ Cả phía sai của bạn បាទកុំឲ្យគេយកនោះ Bà អានឹងវាពិបាកតែឈប់ហាត់បន្តិចទៅគូ Bà ឈប់ហាត់បន្តិចគេយកបាត់ហើយអានេះខ្ញុំប្រៀបទៅកីឡាករ Bà អញ្ចឹងខ្ញុំប្រៀបទៅជីវិតសុភមង្គលនិងអាពាហ៍ពិពាហ៍ Bà បើអត់ថែរក្សាទេអត់ធ្មត់អីគ្រប់បែបយ៉ាងទេបែកគ្នា5ឆ្នាំ10ឆ្នាំមានអ្នក20ឆ្នាំក៏បែកមានអ្នក30ឆ្នាំក៏បែកប៉ុន្តែជីវិតខ្ញុំថាខ្ញុំអត់បែកទេ Bà ហេតុអីដែលខ្ញុំអត់បែកបញ្ហាកូនបញ្ហាចៅបញ្ហាកិត្តិយសគ្រប់បែបយ៉ាង Bà គ្មានមនុស្សណាគ្មានកំហុសទេ Bà តែសូមឲ្យតែកែប្រែកំហុសខ្លួនឯងដែលបានធ្វើខុសខ្ញុំជូនប៉ុណ្ណេះ Ồ côn bảo Khiếm kết thà mùi dùm nùa ní Cứ dương từ tùa bàn Đôi chìa Tà lùm tà lý Hỏi có đôi chìa Bình linh chẳng Còn tay đám bây ôi tù sinh cái chuồn dưỡng Rồi có ổn được mùi chùm nón cái rồi Cảnh cho bác Khiếm xong xong khai chùn đầm đó Vậy để khiếm chạp bàn ở Lâm xa rồi bảo bóng Chẳng tí mũi Dương môn nâng Đó cầm rất này cả điệp cá Dương xoay nhôl bị kinh sinh Dương thôi cả xoay nhôl bị kinh xoay nhôl bị chết cầm nết xoay nhôl bị cái hơi đã tăng bị trả rất tăng bị mindset bọc quạt phải chi bị xe về để mình bảnh hạ cả làng ta mình tụm đu họ trời gọn chỉ viên cả hỏi khăn cái này ở chỗ tiệt mà nè biết đôi đó khăn sấy khăn ta tèm mà đài dương thời cả xoay nhôl kinh sinh cái này nâng cái này dương cả hỏi cứ bị bà hỏi dương thời nhôl tha về để xả lạnh cái này mà nước bị nè thì bà sân dương hai đàn ở cụ soạn giá đó bà chẳng chìm được bị nè phần đại về để dương đẹp cá cứ chỉ đường bị cửu xa cái này nâng dương sân cọt nguồn chỉ đường bị cửu xa chẳng bà sân chỉ step là trồng hiên tức là đầm nạ ca này ca đẹp cá ta đo đẹp cá nữa cho màn thu ca xèo chiều đây tìm mũi cho dương xoay nhôl chất làm cái này tăng bị tạ chạy được tăng bị chấm nóng chấm nấu chất rồi chúng ta còn là hộp chốc nâng thời cái này phòng còn mũi trong đá lên mũi trong đá lên mũi chai thì lên mũi chai hiện rỉ có ớt trời cái này đây chẳng ơi trong cắt cá xoay nhôl hỏi cái a cho từ chúng hiện thì bí cứ đau làm lại cá xà lạnh cái này và tao xà lạnh cái này nó rùa chiết và em là hai em nhận mấy thì cái oi miền bọt bị sau từ lừa cá xà lạnh những ấy tao dừng từ tua bàn cho mẹ mình cồn lấy vì bữa xà lạnh từ ai bằng cả cho mẹ mình cồn chẳng cái salon cắt pi nâng hay mình cái từ đó riêng áp bì bì cả na từ đó riêng áp bì riêng dương hai thà điệp cả nâng việc căn là miền tầm nua tới đã sai dương chạm đám bỏng cao cua xa mùi dương thật miền tầm nua tới lâu từ đó sòng cùng vì bữa câu dương như cái áp roman nó muốn nâng châu từ đó nông sòng cùng chẳng vì về căn là về ngay chẳng chun tha riêng sòng khai bì lâm xa bỏ bom mà với miền này dương miền bảy nâng xoay nhúl
ទៅដំណាក់កាលទី2គឺយើងស្រឡាញ់ដំណាក់កាលទី3គឺយើងអាចរៀបការជាមួយគ្នាបានហើយក៏ខ្ញុំជូនមួយទៀតនៅវ័យដែលខ្ញុំនិយាយថាមនុស្សស្រី23ដល់30ក៏ដូចអ្វីដែលបងបានលើកឡើងហើយមនុស្សប្រុស30ទៅ35ហើយគេកាត់មកកង់កដាលមកតែម្ដងហ្នឹងគឺ28ដល់32គេថាជាវ័យមួយដែលមានសុភមង្គលហើយគេឃើញអត្រាគេស្រាវជ្រាវទៅគេគឺអត្រានៃការលែងលះនៅពេលដែលមនុស្សរៀបការចន្លោះពី28ទៅ32នេះគេថាអត្រានៃការលែងលះហ្នឹងទាបមែនទែនពីព្រោះមិនថាមនុស្សស្រីមនុស្សប្រុសគេហៅថាភាពចាស់ទុំបាទភាពចាស់ទុំទី1ភាពចាស់ទុំរបស់ពួកគាត់ហើយគាត់ឆ្លងកាត់បទពិសោធន៍ជាមួយគ្នាទី2យើងនិយាយអំពីហិរញ្ញវត្ថុហ្មងនិយាយពីសេដ្ឋកិច្ចហ្មងភាគច្រើនវ័យនឹងត្រូវតែរឹងមាំហើយបើសិនជាវ័យនឹងអត់រឹងមាំកាលណាយើងកសាងគ្រួសារក៏មានគ្រោះថ្នាក់ដែរពីព្រោះយើងអាចឆ្លោះគ្នាដោយសារលុយដូចយើងនិយាយថាលុយមិនអាចទិញសុភមង្គលទេតែបើសិនជាអត់លុយរឿងសឹងងថ្ងៃសាក់យើងអត់លុយពីព្រោះជីវភាពយើងក៏ពិបាកការហូបចុកយើងក៏ពិបាកសូម្បីតែរកផ្ទះខ្លួនឯងនៅក៏ពិបាកអញ្ចឹងនេះគឺជារឿងដែលសំខាន់អញ្ចឹងត្រឡប់មកវិញតាមការ research ទេមិនមែនថាដល់វ័យហ្នឹងវ័យក៏ដល់វាអត់មានថាកំណត់ជាក់លាក់ថាយើងត្រូវតែយកវ័យហ្នឹងឯងគ្រាន់តែការស្រាវជ្រាវគេធ្វើការស្រាវជ្រាវទៅគេរកឃើញថាវ័យ28ទៅ32ហ្នឹងអត្រាលែងលះវាតិចអត្រាជោគជ័យឬក៏សុភមង្គលហ្នឹងវាច្រើនដោយអ្វីដែលខ្ញុំបានសង្ខេបឡើងវិញអញ្ចឹងគឺទី1ភាពចាស់ទុំអ្វីដែលបងលើកគឺភាពចាស់ទុំនឹងឯងហើយទី2គឺហិរញ្ញវត្ថុឬក៏សេដ្ឋកិច្ចរឹងមាំអញ្ចឹងចំណុចពីរហ្នឹងធ្វើឲ្យគ្រួសារភាគច្រើនទទួលបានជោគជ័យអញ្ចឹងសូមអរគុណសម្រាប់សំណួរទី1ដែលពាក់ព័ន្ធនឹងតើយើងគួរមានគ្រួសារនៅពេលណាសង្ឃឹមជឿជាក់ថាបងប្អូនទស្សនិកជននឹងជ្រាបហើយយើងអាចរៀនសូត្របានពីជីវិតពិតជាក់ស្ដែងជាពិសេសពីបទពិសោធន៍របស់អ្នកអង្គការបណ្ឌិតយូសាមេតែម្ដងដោយសារមកដល់ថ្ងៃនេះពួកគាត់មានវ័យយូរដែរហើយវ័យច្រើនហើយគេហៅថាចំណងអាពាហ៍ពិពាហ៍របស់បងប្រុសនិងបងស្រីពីព្រោះគ្រួសារគាត់ខ្ញុំស្គាល់គឺនៅល្អទៅណាទៅទាំងគូចូលរួមជាពិសេសចូលរួមកម្មវិធីធំកម្រទៅតែឯងគឺភាគច្រើនគឺគាត់អញ្ជើញទៅ2នាក់អញ្ចឹងសម្រាប់ប្រធានបទទី1យើងសូមតែប៉ុណ្្នឹងហើយយើងសូមសម្រាប់សិនសូមអរគុណ Lehigh HR Solution